បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ទី2 Imo Talk ម្ដងទៀតហើយហើយនៅប៉ុណ្ណេះ Admin ក៏នឹងមកបន្តនៅ App ផ្សេងរបស់យើងទៀតហើយតែមួយចូលទៅកាន់ Site របស់យើង Admin ក៏សូមពឹងមកពររៀនណាបងប្អូនទាំងគ្នាក៏កុំភ្លេចជួយចុច Like និង Subscribe នៅ Channel ថ្មីរបស់មីមនៅមួយផងដើម្បីផ្ដល់កម្លាំងចិត្តមកកាន់មីមនេះក្នុងការផលិតវីដេអូ share ជូនអ្នកទាំងអស់គ្នាទស្សនាជាបន្តហើយ Admin ក៏សូមអធិស្ឋានផងចំពោះប្រហែលថ្ងៃនេះគឺអត់បានចេញវីដេអូជូនអ្នកទាំងអស់គ្នាអញ្ចឹងណាដោយសារតែ Admin គឺអត់សូវមានអារម្មណ៍ធ្វើទេដោយដែលអ្នកទាំងអស់គ្នាដឹងហើយថាប្រទេសយើងក៏កំពុងតែមានសង្គ្រាមជាមួយនឹងពួកចោរសៀមអញ្ចឹងណាតែទោះជាយ៉ាងណាក៏ដោយមិនក៏មិនភ្លេចចេញវីដេអូជូនអ្នកទាំងអស់គ្នានោះទេបើសិនបើមានមិនចេញវីដេអូនោះមិនក៏ប្រហែលជានឹងដាច់បាយអញ្ចឹងណាហើយថ្ងៃនេះមិនក៏នឹងមកបន្តនៅសាច់រឿងរបស់យើងជូនអ្នកទាំងអស់គ្នាទៀតហើយមើលវិញជាបើសិនជាបងប្អូនណាមានចំណាប់អារម្មណ៍ចង់អាននៅសាច់រឿងអ្វីរឿងកុញញ៉ាំតែទីនេះព្រះទានព្រះបុរាណក៏ដូចជារឿងហានលីហ្នឹងហើយមិនក៏មានជាមួយនឹងក្រុមសម្រាប់អាននៅសាច់រឿងទាំងអស់ហ្នឹងបើសិនជាអ្នកនេះមានចំណាប់អារម្មណ៍នោះក៏អាចឆាតទៅកាន់បងប្អូនមានតក៏បានឬក៏ឆាតទៅកាន់អ្នកមានតក៏បានដែលមិនក៏នឹងទៅលាក់លីង Telegram ផ្ទាល់ខ្លួនរបស់មាននឹងបងប្អូនមាននៅក្រោម comment ចឹងណាឥឡូវយើងក៏មិនខានពេលវេលាយូរយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅផ្ដើមសាច់រឿងនេះពេលនេះយើងក៏បានឃើញថាស៊ីហ្វឹងក៏កំពុងតែលើកបងត្រីទី3របស់គេនឹងឯងប៉ុន្តែនៅខណៈពេលនោះអបិខៃឡានឹងក៏បានមកធ្វើការវាផាមកកាន់អ្នកទាំងពីរប៉ុន្តែត្រូវបានបងស្រីទី6របស់ស៊ីហ្វឹងក៏ដូចជាបងស្រីធំរបស់ស៊ីហ្វឹងគឺបានមកខាត់តាន់ដោយវត្តមានរបស់អ្នកទាំងពីរធ្វើឲ្យពេលនឹងគឺមានការភ័យខ្លាចតែម្ដងដោយសារតែធម្មពលរបស់អ្នកទាំងពីរនោះគឺថាមិនធម្មតានោះទេហើយបងស្រីធំរបស់ស៊ីហ្វឹងក៏បាននិយាយទៅកាន់គេថាអញពិតជាប្រហើនខ្លាំងណាស់ហ៊ានធ្វើការវាផាមកកាន់បងប្អូនរបស់ខ្ញុំផងតែឲ្យមានអ្វីត្រូវបកស្រាយមកកាន់ខ្ញុំដែរឬទេបើយើងក៏លេចមកមើលអបិខៃឡានឹងវិញគឺថាភ័យតែម្ដងអញ្ចឹងណាគេក៏បាននៅក្នុងចិត្តថាតើមនុស្សទាំងពីរនាក់នេះគឺជាគុណសិស្សរបស់បរិចំណាស់ឈួតនោះមែនទេហើយអ្វីដែលគូខ្លាចនោះអ្នកទាំងពីរក៏ជាមនុស្សដែលមានមុខមាត់នៅក្នុងប្រទេសចិនមួយនេះគ្រួសារខៃរបស់ខ្ញុំគឺមិនអាចប្រកួតប្រជែងជាមួយនឹងអ្នកទាំងពីរបាននោះទេបើសិនបើខ្ញុំធ្វើឲ្យពួកនេះមិនពេញចិត្តនោះគ្រួសាររបស់ខ្ញុំក៏មិនអាចឈរជើងនៅក្នុងទីក្រុងមួយនេះបានឡើយហើយស្របពីនោះបងស្រីទី3របស់ស៊ីវឹងក៏បាននិយាយទៅកាន់គេថាហេតុអ្វីមិនជាលោកមិនចង់បញ្យល់ខ្ញុំបែបនេះប៉ុន្តែក៏បានសាយបន្តិចនឹងបាននិយាយតបទៅកាន់បងស្រីធំរបស់ស៊ីវឹងថាវាគ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះនៅពេលនេះខ្ញុំគ្រាន់តែចង់មានពេលវេលាល្អជាមួយនឹងពួកគេដោយលើពេលនឹងនិយាយពេលមួយធ្វើឲ្យបងស្រីទី6របស់ស៊ីវឹងក៏បាននិយាយទៅកាន់គេថាឯងគិតថាខ្ញុំមានពេលវេលាលេងសើចជាមួយនឹងឯងមែនទេចំណែកឯបងស្រីទី3របស់ស៊ីវឹងវិញគេក៏បាននិយាយទៅកាន់បងស្រីទី6របស់ស៊ីវឹងថាគំនុំចាស់របស់យើងគឺមិនទាន់បានដោះស្រាយផងឥឡូវនេះយើងចង់តែសម្រាប់ឯងតែប៉ុណ្ណោះប៉ុន្តែបងស្រីធំរបស់នាងក៏បាននិយាយទៅកាន់នាងថាមើលទៅលើស្ថានភាពឯងចុះបែបនេះហើយនៅតែចង់ប្រយុទ្ធទៀតឯងគិតថាការស្លាប់របស់ឯងនោះគឺវាមិនលឿនគ្រប់គ្រាន់មែនទេតែនាងក៏បានតបទៅកាន់បងស្រីធំរបស់នាងថាវាមិនមែនជាបញ្ហារបស់ខ្ញុំនោះទេបើយើងមើលទៅកាន់ទៅមុខអ្នកទាំងពីរទេគឺថាកងគ្នាតែម្ដងអញ្ចឹងណាហើយចំណែកបងស្រីទី6របស់ស៊ីវិញក៏ខ្សែបន្តិចនឹងបានន័យថាអត់នេះនោះទេអ្នកទាំងពីរក៏មិនគួរឆ្លោះគ្នាបែបនេះនោះទេបន្ទាប់មកនាងក៏បានងាកមកនិយាយជាមួយនឹងបរិយាចំណែកខៃនឹងថាលោកខៃតើលោកអាចបញ្យល់ពួកយើងអំពីបញ្ហានៃរឿងមួយនេះហើយក៏បញ្ចប់នៅបញ្ហាមួយនេះតែត្រឹមនេះបានដែរឬទេនាងក៏បាននិយាយក្នុងចិត្តថាមេគ្រួសារទាំង7នាក់ផ្សេងទៀតក៏កំពុងតែលាក់ខ្លួនមើលការសម្ដែងរបស់ពួកយើងបើសិនបើលោកខៃជាមួយនឹងខ្ញុំក៏ដូចជាបងស្រីធំរបស់ខ្ញុំត្រូវរងរបួសនោះច្បាស់ណាស់ប្រកាសជាពួកគេនឹងវិឆ្មក់មកកាន់ពួកយើងទាំងអស់គ្នាដូច្នេះខ្ញុំត្រូវតែដោះស្រាយបញ្ហាមួយនេះជាបន្ទាន់បើមិនដូច្នោះទេខ្ញុំនឹងមានបញ្ហានៅថ្ងៃក្រោយបើអញ្ចឹងមែននោះត្រូវតែយកស៊ីហ្វឹងជាមួយនឹងបងស្រីទី3ចាក់ចេញពីទីនេះជាមុនសិនបើមិនដូច្នោះទេពួកយើងក៏នឹងពិបាកទទួលជំនុំពួកគេផងដែរចំណែកឯស៊ីហ្វឹងវិញគេក៏បាននិយាយថាខ្ញុំនៅតែរងចាំលោកគ្រូរបស់ខ្ញុំមកទីនេះហើយឲ្យលោកបញ្យល់លោកគ្រូរបស់ខ្ញុំដោយផ្ទាល់តែម្ដងបើយើងក៏លេចមកមើលប្រចំណាស់ខែនេះវិញគេក៏បាននៅក្នុងចិត្តថាបើសិនជាលោកគ្រូរបស់គេមកពិតមែននោះច្បាស់ណាស់គ្រួសាររបស់ខ្ញុំក៏នឹងត្រូវបានបំផ្លាញទាំងស្រុងតែម្ដងហើយបន្ទាប់មកគ្រួសារទាំង7ក៏នឹងបំផ្លាញគ្រួសាររបស់ខ្ញុំផងដែរដោយមានការគិតច្បាស់លាស់ហើយនោះគេក៏បាននិយាយតបទៅកាន់ស៊ីហ្វឹងថាយល់ព្រមខ្ញុំនឹងផ្ដល់ការបញ្យល់ដល់ឯងបន្ទាប់មកគេក៏បានបញ្ចេញជាមួយនឹងធម្មពលរបស់គេធ្វើការវាប្រហារទៅកាន់ចៅរបស់គេនឹងឯងដែលធ្វើឲ្យដៃអបិហ្នឹងគឺថាប្រើការលែងការតែម្ដងអញ្ចឹងណាដែលយើងមើលទៅកាន់ទឹកមុខរបស់គេទៅគឺថាឈឺចាប់ខ្លាំងមែនតើនឹងបានតែថាជាតាហេតុអ្វីបានជាមកធ្វើការវាប្រហារខ្ញុំអញ្ចឹងគាត់ក៏បាននិយាយថាដោយសារតែពួកឯងគឺបានបង្កបញ្ហាមកឲ្យខ្ញុំឥឡូវនេះខ្ញុំបានបង្រៀនឯងឲ្យស្គាល់នៅមេរៀនមួយហើយគេក៏បានងាកមកនិយាយជាមួយនឹងស៊ីហ្វឹងថាស៊ីហ្វឹងតើឯងពេញចិត្តដែរឬទេចំណែកឯបងស្រីធំរបស់ស៊ីហ្វឹងក៏បានសួរទៅកាន់ស៊ីហ្វឹងថាស៊ីហ្វឹងតើឯងធូរស្បើយហើយឬនៅហ្វឹងក៏បាននិយាយតបទៅកាន់នាងក៏ដូចជាងាកមកមើលបងស្រីទី3របស់គេនឹងឯងគេក៏បាននិយាយថាចំពោះរឿងនេះគឺខ្ញុំមិនខ្វល់នោះទេដោយសារតែគេគឺបានមកធ្វើការវាប្រហារបងស្រីទី3របស់ខ្ញុំក៏ដូចជាខ្ញុំពី3ដងរួចមកហើយថែមទាំងទាត់បងស្រីរបស់ខ្ញុំខ្លាំងថែមទៀតហើយចំពោះការផ្ដល់មេរៀនតែប៉ុណ្្នឹងគឺមិនអាចលុបលាងទោសដែលគេបានធ្វើបាបមកកាន់ខ្ញុំជាមួយនឹងបងស្រីទី3របស់ខ្ញុំបាននោះទេចំណែកឯលោកខៃនៅវិញដោយលឺស៊ីហ្វឹងនិយាយបែបនោះលោកខៃនឹងក៏បានមកធ្វើការជន់ជើរបស់ចៅប្រុសរបស់គេបន្ថែមទៀតចឹងណានឹងបានសួរទៅកាន់ស៊ីហ្វឹងថាតើប៉ុណ្្នឹងគ្រប់គ្រាន់ហើយឬនៅឥឡូវចំណែកឯស៊ីហ្វឹងនៅវិញគេក៏មិនបានឆ្លើយតបជាមួយនឹងគាត់នោះទេបែរជាមកនិយាយជាមួយនឹងបងស្រីរបស់គេនឹងបាននាំបងស្រីរបស់គេទៅផ្ទះដើម្បីទៅជួបជាមួយនឹងមេដឹកនាំគ្រួសាររបស់គេចំណែកឯបងស្រីធំរបស់ស៊ីហ្វឹងវិញគេក៏បាននិយាយទៅកាន់អបិខៃនឹងថាខ្ញុំសង្ឃឹមថាគ្រួសារខៃ
របស់លោកនឹងមិនធ្វើឲ្យរឿងដែលកើតឡើងនៅថ្ងៃនេះគឺបែកធ្លាយទៅណានោះទេបើមនុស្សនោះខ្ញុំក៏មិនឲ្យគ្រួសាររបស់លោកឈរជើងនៅក្នុងទីក្រុងនេះបានឡើយតែរឿងបន្តកាន់មកកាន់លោកគ្រូរបស់ស៊ីពឹងក៏ដូចជាព្រឹទ្ធាចារ្យសសរនៅវិញគាត់ក៏បាននិយាយទៅកាន់អបិនឹងថានៅពេលនេះគឺឯងបានបរាជ័យក្នុងការសម្លាប់ខ្ញុំបាត់ទៅហើយដូច្នេះឯងគួរតែប្រកល់ខ្លួនឲ្យប៉ូលីសទៅរីឯពេលនឹងវិញគេក៏មិនឲ្យចិត្តនោះទេក៏បានសួរទៅកាន់លោកគ្រូរបស់ស៊ីពឹងថាតើវាអាចទៅរួចដោយរបៀបណាហេតុអ្វីបានជាពលរដ្ឋទាំងពីរគឺមានធម៌ពលខ្លាំងក្លាបែបនេះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនោះបាក់ពួររបស់ខ្ញុំពេលនេះក៏គួរតែសម្លាប់ស៊ីពឹងក៏ដូចជាស៊ីងតង់រួចទៅហើយដើម្បីទទួលបានជំនាញពិសេសដ៏អស្ចារ្យទាំង7នោះនិងវិធីសាស្ត្រក្នុងការដកដង្ហើមយន្តយ៉ាងបន្ទាប់មកពួកគេក៏នឹងមកកំចាត់គ្រួសារទាំង8ព្រមទាំងធ្វើការសន្សំជាមួយនឹងព្រឹទ្ធាចារ្យទាំងពីរនេះចំណែកឯសន្តិភាពក្នុងពិភពលោកនៃសិល្បៈក្បាច់គុនគឺវាគ្រាន់តែជាការបោកប្រាស់តែប៉ុណ្ណោះចំណែកឯការវឹកហាត់របស់ខ្ញុំវិញគឺវាមិនបានទទួលផលអ្វីសោះតើទាំងនេះគឺជាមូលហេតុអ្វីទៅចំណែកឯព្រឹទ្ធាចារ្យសសរវិញក៏បាននិយាយតបទៅកាន់គេថាដោយសារតែពេលវេលាគឺបានផ្លាស់ប្ដូរហើយចំណែកឯវិញក៏អាចបកក្រោយមករកភាពត្រឹមត្រូវបានផងដែរចំណែកឯលោកគ្រូរបស់ស្ពឹកក៏បាននិយាយបន្ថែមទៅកាន់គេទៀតថាអញគួរតែត្រឡប់មកវិញហើយដើម្បីរកភាពត្រឹមត្រូវឲ្យខ្លួនឯងហើយពេលនេះវិញក៏បាននិយាយតបទៅកាន់លោកគ្រូរបស់ស្ពឹងថាលោកគាត់ថាខ្ញុំអាចនឹងបកក្រោយដែរឬទេដោយលើពេលហ្នឹងនិយាយបែបនោះធ្វើឲ្យលោកគ្រូរបស់ស្ពឹងគេថាខឹងខ្លាំងមែនតើអញ្ចឹងណាក៏បានចាប់ច្បិចកគេនិងបាននិយាយទៅកាន់គេថាតែឯងដឹងថាមានមនុស្សប្រមាណអ្នកទេដែលត្រូវការឱកាសរួមមួយនេះចំណែកឯពេលហ្នឹងវិញគេក៏មិនញញើតជាមួយនឹងលោកគ្រូរបស់ស្ពឹងនោះទេព្រមទាំងបាននិយាយថាតើលោកដឹងទេថាអានកំបាំងកាលពីឆ្នាំមុននោះតែប្រកាសទេថាគ្មានអ្នកដឹងនោះបន្តមកគេក៏បានសាច់ដូចជាមនុស្សឈួតអញ្ចឹងហើយអ្វីទាំងនេះគឺដោយសារតែមាត់របស់គេគឺមានថ្នាំពុលអញ្ចឹងណានឹងបាននិយាយបន្ថែមទៀតថាខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលបានផ្សព្វផ្សាយរឿងនេះចេញទៅខាងក្រៅបន្តមកគេក៏បានបាត់បង់ជីវិតភ្លាមៗតែម្ដងចំណែកឯព្រះចាសសរនៅវិញគាត់ក៏បានមកនិយាយជាមួយនឹងស៊ីកាយថាស៊ីកាយតែជឿទេថានៅពេលនេះពិភពនៃការហាត់សិល្បៈក្បាច់គុននោះគឺមានភាពវឹកវរខ្លាំងណាស់ហើយក៏មិនអាចកំណត់ថាវាគឺជារឿងត្រឹមត្រូវឬខុសបាននោះទេហើយទាំងអស់នេះគឺវាសុទ្ធតែមានតម្លៃរបស់វាហើយលោកគ្រូរបស់ស៊ីវឹងក៏បាននិយាយបន្ថែមទៀតថាឪពុករបស់អញគឺពិតជាពូកែខ្លាំងណាស់ដែលអាចបង្កើតឡើងនៅវិធីសាស្ត្រវឹកហាត់ទឹកហូរប៉ុន្តែទោះបីជាគេមានសមត្ថភាពយ៉ាងណាក៏ដោយនោះគេក៏បានពឹងផ្អែកទៅលើសមត្ថភាពមួយនេះក្នុងការបង្ករឿងជាមួយនឹងអ្នកក្លាហានគ្រប់ទិសទីដូច្នេះហើយបានជាគេត្រូវបានគេសម្លាប់បែបនេះនោះរីឯបសិកាយនៅវិញគេក៏បាននិយាយថាវាមិនពិតនោះទេបានណារឿងនេះគឺវាមិនពិតនោះឡើយដោយសារតែមនុស្សទាំងអស់នោះគឺបានធ្វើបាបឪពុករបស់ខ្ញុំដោយសារតែគាត់គឺមានវិធីសាស្ត្រដកដង្ហើមមួយនោះតែបានជាពួកគេទាំងនោះគឺតាមប្រមាញ់ឪពុករបស់ខ្ញុំនិងធ្វើបាបឪពុករបស់ខ្ញុំជាដំណំរហូតដល់គាត់បាត់បង់ជីវិតហើយចំពោះរឿងដែលលោកបាននិយាយអំបញ្ញមិញនោះគឺខ្ញុំមិនជឿនោះឡើយហើយចំពោះអ្នកណាដែលធ្វើបាបឪពុករបស់ខ្ញុំនោះខ្ញុំក៏នឹងមិនឲ្យពួកគេបានរៀបខ្លួននោះទេហើយរំពេចនោះក៏មានលោកយាយម្នាក់ក៏បានចេញមកព្រមទាំងបានលើករូបថតមួយនិងបានសួរទៅកាន់ស៊ីកាយថាតើឯងស្គាល់នារីម្នាក់នេះដែរឬទេដែលលោកយាយម្នាក់នោះគឺមានឈ្មោះថាយូឡាវថៃជុនដែលមានក៏សម្ភាសគាត់ថាលោកយាយថៃជុនអញ្ចឹងណាដើម្បីងាយស្រួលក្នុងការហៅបើយើងក្លែងមកមើលស៊ីកាយនេះវិញគេក៏បានងាកមករកលោកយាយម្នាក់នឹងនិងបាននិយាយថានេះគឺជារូបថតម៉ាក់របស់ខ្ញុំដែលលឺស៊ីកាយនិយាយបែបនោះគាត់ក៏បាននិយាយទៅកាន់ស៊ីកាយថាវាជាការពិតណាស់នេះគឺជាម៉ាក់របស់ឯងហើយគេក៏ជាកូនត្រីជាទីស្រឡាញ់របស់ខ្ញុំផងដែរហើយចំពោះការស្លាប់របស់ម្ដាយរបស់ឯងគឺតាក់ទងជាមួយនឹងឪពុករបស់ឯងដូច្នេះស៊ីកាយតែឯងជឿទៅលើអ្វីដែលសុងបាននិយាយមែនទេដែលសុងនោះគឺជាលោកគ្រូរបស់ស៊ីវឹងនឹងឯងចំណែកឯបសិកាយនេះវិញដែលលោកទីចំណាស់និយាយបែបនោះធ្វើគេក៏មានការជឿក្បាលបន្តិចផងដែរនិងបាននឹកគិតថាតើជាច្រើនឆ្នាំកន្លងមកនេះតើខ្ញុំបានប្រព្រឹត្តអ្វីខ្លះទៅហើយចំណុចសំខាន់ដែលកើតឡើងក្នុងប៉ុន្មានឆ្នាំមកនេះព្រមទាំងការអន់សុពន្ធចិត្តរបស់ខ្ញុំដែលបានធ្វើខ្ញុំគឺបានដើរមកធ្លាក់ក្នុងផ្លូវបែបនេះគឺដោយសារតែទង្វើដ៏អត់ប្រយោជន៍របស់ខ្ញុំមែនទេហើយស្រស់ពេលដែរសាច់រឿងរបស់យើងក៏ត្រូវបានកាត់ចប់តែត្រឹមហ្នឹងមិនក៏សូមអរគុណចំពោះអ្នកនរគ្នាដែលបានទស្សនាវីដេអូរបស់មីនតាំងពីដើមរហូតដល់ចប់និងជូនពរឲ្យក្រុមគ្រួសារអ្នកទាំងអស់គ្នាមានសុខភាពល្អគ្រប់គ្នាតើណាមកណាទីចិត្តទីថ្ងៃនោះគឺមានសុខភាពគ្រប់ពេលវេលាហើយរងចាំជួបជាមួយនឹងមីននៅវីដេអូក្រោយៗទៀតវាមីនគឺបាយបាយនិងសូមជម្រាបលាអ្នកទាំងអស់គ្នា